ពីបានបន្តពីការងាររបស់ខ្លួនប្រសិទ្ធពីលើសេចក្តីព្រៀងច្បាប់ដល់ទៀតហើយយើងបានចូលដល់ចំណុចក្នុងអង្គបញ្ញត្តិហ្នឹងគឺជាយន្តការមួយសម្រាប់រយៈពេលខ្លីនៅពេលដែលស្ថាប័នគូជវត្តថ្មីបានបង្កើតឡើងនោះហើយនឹងតែមិនទាន់បានរៀបចំបានពេញលេញគឺយើងចែងដើម្បីឲ្យទី1ធានាឲ្យមាននិរន្តរភាពរបស់ស្ថាប័នហើយទី2និរន្តរភាពរបស់ក្រុមការងារអញ្ចឹងយើងបានជជែកគ្នាយើងឃើញថានៅត្រង់ជាមួយហ្នឹងគឺដើម្បីឲ្យធានាមាននិរន្តរភាពគឺយើងបានចែងថាអនុធាននិងសមាជិកគណៈកម្មការជាតិរៀបចំការតាមបន្តបច្ចុប្បន្ននេះនឹងបន្តការងាររហូតដល់មានប្រធានអនុប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលរៀបចំតាមច្បាប់ស្តីពីការរៀបចំនៃការប្រព្រឹត្តទៅនឹងគឺជុំកាន់ថ្ងៃហើយយើងចែកឲ្យមានអត្ថប្រយោជន៍នេះហើយចំណុចទី2គឺនៅក្នុងមាត្រា62នោះក៏បានចែងអំពីអាណត្តិរបស់គណៈកម្មការ